បើមុខទៀតតយកតនៅសមមួយដែរនៅសោះហៃឡុងសោះអីដែរតែហៃឡុងហត់មកធ្លាក់សួតเลยមិនហត់មកប៉ាំងលូអត់មានហត់លូបាច់មានកតេបុកវាយតែឃើញតែអត់បានបុកវាយគេ pick up យកហ្មងស្តាន់ច្រើនបើសិនលូនុយបើគិត early game ហ្មងបុកអត់ដាច់ទេបុកអត់ដាច់ហៃឡុងទេបាទមកខែអត់ដាច់ទេអត់ដាច់ទេពុំមេរ៉ូទេគឺតោហ្នឹងបាទចាឥឡូវតារាភីកបានចេញមកហើយនេះបានយើងឃើញ3ហើយតតែឃើញច្បាស់នឹងភ្នែកអញ្ចឹងបានដឹងតែអស់ចាបាទឈូកូឡែនហឺតមិញឈូកូឡែនមិនបានមើលចាំមើល let's see តែមកយកអាឡុតដឹង ESP បាត់ឈូកូឡែនតែឈូនេះលេង hybrid មេតាឥឡូវផ្លាស់ប្ដូរច្រើនមែនតើយកហ្មងបាទសើយើងពេលខ្លះយើងដាច់ឈូកូលមែនឈូកូឡែននិយាយទៅបើសិនជាយើងបានមើលទៅលើ region ផ្សេងៗដូចឥណ្ឌូដូចអីយើងឃើញបាទឥណ្ឌូពេលច្រើនគាត់ប្រកែគាត់ឥឡូវកំពុងតែឆ្នៃមេតាខ្លាំងណាបាទឆ្នៃសាហាវបណ្ដោយបាទតែ Obsidian បាទតោកូឡែនចាំបាននេះជាមួយនឹង hero របស់គាត់មាន damage 2ហ្នឹងកានេះវាបែកអាចតោហ្នឹងមើលទៅហ្នឹងហើយតោកូឡែនឡាយpurify ទៀតបែប purify ណាមួយឈូឲ្យមួយប៉ាកតោវាម្នាក់មកក្បាច់ណានៅលើឡែនបាក់លេងណាបាទនិយាយមែន Obsidian បាក់លេងណា early game យ៉ាចំដបង Obsidian ឲ្យមិនបានចេញបាក់អត់ដឹងដែរតោះអូ early game ដូចបានសាត់មួយដូចគ្នាផងដែរក្នុងការដកចូលបុកវាយ knock up តោះសាស៊ូអត់មានបញ្ហាដូចគ្នាផងដែរ first blood បាត់បោះទៅលើសាស៊ូអានេះ second blood ដូចគ្នាផងដែរបាត់បោះជាមួយ Cypher 2 kill early game ធ្ងន់អើបអូលឿនណាស់មេតា first blood ឲ្យជួយ clear land ទៀតអេតសាបានចាំមិញបងកានិយាយគេមិនមែនប៉ាកតូនណា Obsidian មើលមុខច្រឡំហីសួរក្ប៊ីអត់ដឹងអត់មានមើលមុខច្រឡំទេមើលឃើញច្បាស់ណាអត់អីតោះ let's go ចាឥឡូវភ្លាម2 kill បាត់ហើយបានចូលទៅលើ save you gaming នៅ early game បាទជាមួយនឹងរ៉ូណាណយតែមេតានេះគឺគេយក3 hero ទៅជួយ clear jungler លឿនហើយគេអាចទៅ contest ទៅយក first blood និងរុញឲ្យឈូទៅប៉ែបាទតែមួយឈូនេះគេលេង hybrid លេងគេលេងពាក់តាន់ដែរគេអត់លេងពាក់ពីម៉េចទេអញ្ចឹង man damage នៅតែ2នាក់គឺ mid ហើយនឹង jungler បាទនិយាយតែអមឲ្យ detective ហើយនឹង OP យកហ្មងបាទព្រោះថាឈូជាប្រភេទ hero មួយដែលវាមាន mobility ខ្ពស់អញ្ចឹង map នេះវាអំណោយផលដែរអញ្ចឹងជាមួយនឹង objective ថតទី1ក៏មានការ spawn មកដូចគ្នាដែរចាំមើលថាថតបានទៅលើណាគេកាច់ map ឃើញវត្តមានរបស់សាក់ស៊ូបាទហើយចូលឬមិនចូលបាទដូចូលមកក្លុកជាមួយនឹងការ K optimate យកទៅដល់ផ្ទះ final ស្នាមិនដៃចុកក្រោយបាទបងជាមួយនឹង Cypher ថត secure 2 save you game ចាប់បងវាយជាមួយនឹង King Airy ជិបតនេះគ្នាមកដែរ King Airy តង់ទៅណាសិតតែសាច់ជាមួយនឹង double kill POP មានអារម្មណ៍ថាជាមួយនឹង save you gaming នៅ early ដែរearly game នេះគឺឆ្នាស់មែនទេបាទអូយបាទ3ដៃអាងឹតមុខឆឹងកតតមានទាំងតាមសោះហ្នឹងហើយបែរឈាមអត់ឡើងបើឲ្យអត់រួចយកហ្មងទី1ទី2ពិបាកដែរនិយាយរួមហ្គេមនេះគឺត្រូវការ King Airy អ្នកបើកមុខតោចាំ back up បាទលើ King Airy ខ្ញុំគាត់ថាគាត់ពិបាកបើកមុខដែរមិនត្រូវឥឡូវតែតិចទៀតទៅអូពីមានខ្លាំងឥឡូវ KD អូពី20បាត់ហ្នឹងហើយ goal lit 72k goal ពីខាង CU អញ្ចឹង early game នេះគឺគេគ្រប់គ្រងជាប់បាត់ហើយបាទអញ្ចឹងបន្តពីថតទី2ទៅយ៉ាបងស៊ីចូលរៀងជ្រៅជាមួយនឹងការ copy pass ដូចគ្នាបងដែរចាប់ផ្ទះបោកវិញគ្នាដែរបើដល់ស្លាប់ថែបន្តទៀត Purify ជួយ AB មកមិនបាននោះទេ Killing Spree POP បន្តការយកបាន3 kill បាត់ហើយមកសិងវាយ Undertaker បុកគ្រឹះម្នាក់ម្ដងហ្នឹងហើយបាទសំខាន់សិងបើក map ចាំងក៏គេយកមកណៃជួយលេងអញ្ចឹងដូចគេលេង CC Golden លេងអីទូនឹងវិញអញ្ចឹង early game ឈឺណាអាម្ដាយដក penetration ហ្នឹងឈឺមកហើយលេង concussion blast ចឹងគេ land template បាទបានចេញអា early game ចេញអាស្អីគេ Thunderbell ទៀតធ្ងន់ណាស់បាទអញ្ចឹងអ្នកគ្នាក៏បានឃើញដែរជាមួយនឹង8នាទីទេខាង CPU Gaming លេងដល់ 2k ជាងបាត់ហើយបាយអត់បាទញ៉ោះប៉ុន្តែ game នេះ late game ធ្ងន់ណាស់មើលអាច game delay បានអត់បើសិនជា teammate hold game នេះដល់5-10នាទីអាចនឹងស្រួលលេងបាទ
តែមើលហូរចេញអត់ព្រោះដោយសារតា early ធំខ្លាំងមែនទេnok up មួយធ្វើអី cypher អត់ចេញដូចគ្នាមានការដកថយមកវិញជាមួយនឹងខាងក្នុង game មួយនេះមានការចូលទៅ invade ហើយជាមួយការផ្ទះ final slash ផ្ទះបើចេញដូចគ្នាមកដែរចូល nok up តែម្ដងទៀតបោកឬបោកយកតាមដល់ជាមួយការ OKO បាទបោកជាមួយ cypher ចង់ទៅណាសិតសាច់ជាមួយ King Airy មានការដកថយតនពេលវេលាដកថយបាត់ហើយ អូយបើមិនបានបាន detect ទេគាត់មកក្បាច់ចូលចេញដល់ game ហ្នឹងណាហើយយីមែនណាក្បាច់ហ្នឹងចេញអាហ្នឹងគេដូចគេលេងមេតាឈ្មោះនេះលេងហ្នឹងយកក៏ដល់ឲ្យវាយអូថត secure ជាធម្មតាអូបើមិនបាននេះតា detect ខ្លួនថតបើមិនអូចង់អត់ទៀតទេសាក់ទៅចូលក្លុកតែខ្លាចតែ red what win talker live នឹង VX ផ្សេងអូមិនពាក់ hybrid ទេណាដល់ make ប្រយបាទសំខាន់ខ្ជិលទៅផ្ទះ clear មានឡើងឈៀងចូលគេ ultimate មកតង់ដៃឬដាច់វ៉ា perfect counter ពី Lunot ព្រាមមានការលោតមួយលោតខ្យល់បាត់ហើយតែដូចយើងដឹងយ៉ាង Lunot វា perfect counter យូរណាស់ Esmer អីហ្នឹងគាត់ឃើញមកនំប៉័ងមកអូយមកគ្រាប់ឈាម30%ប៊ីម៉ូបប knock up ផ្ទះជះយកតែដងជាមួយការជះ slow បាញ់ម្ដាយពីដៃយើងចុកពីរគាត់ចេញអីឡូវវិញគាត់គាត់មើលអត់ទាន់មិញមើលអត់បានហេរ៉ូប្រហែលនេះមានតែគេដាក់ស្កាត់ទៅពី8បាទវ៉ូសាក់ស៊ូទៅតបានវ៉ា X មកគ្រាប់ទេហ្គេមនេះរៀងកដាទៅនោះតិចណាមុនបាត់ហើយសាក់ស៊ូដល់ស្គៀប៉ុន្តែគេអត់ទាន់គប់ទូនោះទេម្ដាយពីរដៃដកថយតពេលនេះគប់ទូចោលដកថយបានដូចគ្នាពីសាក់ស៊ូបាទតិចបើអស់បើទៀតណាអាចចូលទៅអត់ចូលហ្នឹងហើយមកហើយគ្នា3នាក់ចាំការតោះបាទ Here we go ចាំភ្លាមជាមួយនឹងហ្គេមនេះមើលទៅដូចជាអត់ចូលទេពីវត្តមានរបស់សាក់ស៊ូឲ្យសាក់ស៊ូដកដង្ហើមសិនបាត់មួយគាត់អត់មាន retreat យ៉ាបាត់មេបោះឲ្យចូលទៅកាក់វាយបាទហ្នឹងបើសិនជាចាំសាក់ស៊ូបានអាហ្នឹងអាចដឹងផផបើអត់បានទៀតទេ My God រ៉ូមើលក៏មានទាំងហ្នឹងភ្លេងថាមកដែរហ្នឹងហើយចាក់ទីផ្ទះ final slash យក flicker ដកថយតពេលវេលាពីបាត់ឌូអស់ចាក់បាត់អូដូចរ៉ូមើលគ្នា2 level បាត់ណាហ្នឹងហើយបាល់ level 5ទល់ level 7នេះ6អូយ៉ាចាក់មួយជាប់ថែមមួយសាន់ទៀតមានថាស៊ីលអត់តចាក់ទេចាក់មាន clear lane ធម្មតាប៉ុន្តែគាត់ថត spawn មានការផ្ទះប៉ុន្តែចុច purify ហើយពី line off spell បាត់ហើយយ៉ាងមិនដែរមួយអស់អាទីមួយ off spell ប៉ុន្តែមានការ step នៅខាងលើដូចគ្នាមកដែរជាមួយ trade ទី1មានការចាប់ជាប់គាត់ project ជើងសាតូមកជើងប៉ុន្តែមានការ counter ជាមួយការ OKO ប៉ុន្តែបងស៊ីដល់ថយតពេលវេលាចាក់ ultimate ពីសាតូមក back out ជួយតពេលវេលាប៉ុន្តែ unstoppable ជាបន្តទៅលើ OP យ៉ាងមិនដែរសតជាមិនដែរព្រីលៀនតួនចាំគ្នាមក back up តឬស្គតមានការបោកវាយយកទៅបោកជាមួយ King Airy ជាមួយ double kill ពី OP អូយ៉ាងមិនដែរលៀមអត់តបចប់ទេចូលទៅវាយជាបន្តខែទៅបាញ់យកប៉ុន្តែបាក់ OP សាច់ដល់ទៅលើ OP បាត់ហើយសញ្ញាអ្នកគ្រូថាមានការ flicker តនពេលវេលាដកថយមកវិញដូចគ្នាបាទរៀង risky តិចបាញ់មិញបាទវ៉ាវ victory ជាមួយនឹងការបាញ់ព្រួយលៀមអត់តាឆ្ងាយចាក់យកតាមដល់មួយបាត់ឌូចាក់យកយើងចាក់អីយើងនឹងចាក់អីយ៉ាងមិនដែរលៀមមានការដកថយតពេលវេលាដែរទេប៉ុន្តែអ្នក back up នៅតែបានឃាតទៅលើ detective ដូចគ្នាមកដែរ detective 2-0បាទអាស៊ី7បាទប៉ុន្តែបើយើងមើលឃើញជាមួយនឹងវត្តមានរបស់វ៉ាឌូមកមិញណាតែគាត់ពលិងអត់បានគាត់ចាក់អត់ជាប់ជាមួយនឹងវត្តមានរបស់ Oxidia ដាក់ ultimate គៀងស្ញាញ់នឹងយកហ្មងបាទចឹងខណៈពេលនេះបែកជាមួយនឹងពមន់បានហើយពីវត្តមានរបស់ team make បាន3ខៀមកវិញដូចគ្នាប៉ុន្តែថាមកមិញនៅតែ retreat មិនទាន់បានផងដែរព្រោះដោយសារតែ detective គាត់ level លេខច្រើនពេកបាទចឹងបបាឲ្យសាក់ស៊ូក្នុងការយកជាមួយនឹង objective សម្រាប់ team គាត់ដូចគ្នាបាទតែសាក់ស៊ូមិញ take shut down ទៅលើ OP លុយសើណាលុយសើណាមិនលុយមិញ5k ជាងឥឡូវ 4k 5k ដែរបាទតែអត់ទេតែសាក់ស៊ូគាត់មានលុយអញ្ចឹងណាគាត់ជារោចាំងដល់ពេលអញ្ចឹងគាត់បាន kill បានលុយក្រែលដែរថ្ងៃណាមកឥឡូវ land slot គេនៅទៀតហ្នឹងហើយគេឲ្យខ្លាំងតែ limit game ហ្នឹងទេយេទៅដល់ late ក៏នៅតែប៉ុណ្្នឹងដែរនិយាយទៅគេថា hero ហ្នឹងគឺតែប៉ុណ្្នឹងទេអូ slash ជាប់2ចុច special មួយដកថយប៉ុន្តែ box កទីទៅអត់តធ្វើអីនោះទេ protection counter OKO បោកចូលប៉បាត់បោកជាមួយនឹងស៊ីងប៉ុន្តែ cypher បាត់បោកជាមួយនឹងគ្នាមកដែរចាក់ទីចូលចាក់ស៊ីងOKO ចាប់ចូលសាស៊ូដូចស្គី Oh my god សាស៊ូ shut down ទៅលើ OP ជាបន្តដូចគ្នាមកដែរជាមួយនឹង line double kill អត់តត្រាឆ្ងាយនោះទេបាទដូព្រាមចង់ទៅណាសិតតែសាច់សមាជិករបស់ ខាង team mate នៅតែបន្តនៅក្នុងការវាយតែ final slash ជាបន្តយ៉ាងមិនដែរ detective មិនដែរផ្ទុះដាច់បាត់ទៅហើយអត់តត្រាឆ្ងាយនោះទេជាមួយនឹងបាទដូ flicker ប៉ុន្តែផ្ទះចំដូចគ្នាទៅលើ King Airy ធ្វើអីអត់ចេញនោះទេteam fight មកវិញនេះគ្នាបំមក counter ពី B មកមិញនេះគឺសម្លាប់ទៅលើវត្តមានរបស់ CPU Gaming ដល់9 hero បាទ
បាទល្អខ្លាំងមែនតើជាមួយនឹងការ break មកវិញ 8k តែមួយ break គ្នាតែម្ដងជាមួយនឹងការ lead goal ពី Cassie View Game 3 នាទីយ៉ាតែខុសជាមួយការប៉ុនលេខ passive goal ឡើង អូពីយ៉ាងមិនដែរភ្លាមចាក់មកឲ្យទី2នឹងមានបញ្ហាជាមួយនឹងអូពីដូចគ្នាផងដែរសាក់សូវចាប់ដើមមាន damage មាន skill ដូចគ្នាផងដែរលុយកាន់តែច្រើនដូចគ្នាលៀបតតែឆ្ងាយជាមួយនឹងការបុកវាយឡតយកតែម្ដងសមាជិករបស់ខាត់ Team Max សៀយោចោះឬចោះលៀបមានការចាក់ទិញវាយខៃជាមួយនឹង King Airy លៀបមានការបើក map មកហើយជាមួយនឹងការ OKO ចាប់បោមកយកទៅជាមួយនឹងការជួន back up តឬចាក់ចោះជួយនឹងបានដូលៀបយកកន្លែងទៅឡតអានយោបានដែរទេជាមួយនឹងសៀយោឈាមនៅក្នុងការបុកវាយឡតយកតែម្ដងរីត្រីបានឡតដូចគ្នាផងដែរប៉ុន្តែបាត់បង់ជាមួយនឹងរបស់វ៉ាដូ King Airy យ៉ាងមិនដែរអានេះមីក្រូថាដូចគ្នាប៉ុន្តែ Tactical Boxing បាត់បង់ Boxing មួយដូចគ្នាផងដែរ Tactical សល់ឈាមមិនដែរប៉ុន្តែមានការដកថយប៉ុន្តែ OP នេះក៏ការកំពុងវាយប៉ុន្តែក៏មានការបាត់បង់ជាមួយគ្នាបាត់ជើងបែកមាត់ចាយបាត់ហើយភ្លាមអត់តតាឆ្ងាយជាមួយការវាយគ្នាមួយស្មើយកតែម្ដងវាយដល់សាយក៏វាដាច់ដូចគ្នាបាទប៉ុន្តែបើយើងមើលជាមួយនឹង damage របស់ Live គឺកាន់តែច្រើនទៅហីបាទហើយ King Airy ក៏តាមនេះគ្នាអញ្ចឹងអត់មាន hero បោកបើសិនតែបោកជាមួយនឹង King Airy អត់ដាច់ទេពិបាកមែនតើនៅក្នុង game នេះជាមួយនឹងវត្តមានរបស់ Detective នៅពេលដែលគាត់វាយ King Airy អត់ដាច់គឺពិបាកក្នុងការយក kill ទៅលើវត្តមាន Live នេះគ្នាបាទនិយាយទៅ game ដែលធំមែនតើជាមួយនឹង Uranus ពី King Airy ហ្នឹងហើយបាទ game ដូចមានសង្ឃឹមមកវិញពីវត្តមានរបស់ Team Max បាទ early game ដូចរៀងបាក់បន្តិចប៉ុន្តែអីទេ game នេះជាមួយនឹងការបាន load ពីខាង CPU តាមមានក្បាច់អីជាមួយនឹងការបុកបានប្រហែល thread យើងចាប់អត់មើលទាំងអស់គ្នាបាទ Tier 2អាចយកបាន Tier 3អាចនឹងពិបាកដល់នាទីដោយសារតែមាន seal thread ឡើយទេតែលុយវិញ swing ពី 5k ទៅសល់ 4k ដោយសារតែ team fight មិញ4ដូរ4ដែរហ្នឹងអូនោះអត់ដល់ទេជាមួយនឹង boxing លៀមឡតនៅខាងលើអត់មានការ clear នោះទេប៉ុន្តែ thread mid អាចដាច់ណាដាច់ thread mid ដាច់បែក seal នៅខាងលើដូចគ្នាមីនានធំក៏មកដល់អាច split ភពបានដែរទេកាច់មែនផ្ទះបាញ់នឹងស្លាប់បុកក្នុង up ថែមបន្តទៀតតោយកទៅដល់ជាមួយការបូប៉ុន្តែ OP brilliant តបែបលេជាមួយការដៃ Fahad បាទបង OP ដដែលដូចគ្នាបងដែរជាមួយការចាក់ទៅចាក់ពីវ៉ាដូលត់អាទីដកថយតបែបលេដូចគ្នាបងដែរ Viking Area ដាច់នោះទេជាមួយការបើក front line ឡើងតាន់បាទបាច់មក team fight នៅលើនេះ4ស្មើនៅខាងក្រោម1ស្មើយកហ្មងជាមួយនឹងវត្តមានរបស់ Sing គឺផ្ដាច់ទៅលើសាក់ស៊ូបានសម្រេចបាត់ហើយបាទ 1 vs អាយ៉ាបោកពងបាំងជាមួយការ OKO ចុច Purify Counter មកវិញដូចគ្នាបងដែរ Sing ជានឹងការចុកចាប់ប៉ុន្តែចាប់មិនបាននោះទេលងខ្លួនឡើងបាត់ហើយជាមួយការបាត់បង់ទៅលើ Sing ដេញវាយជួយបន្តចង់ turn back King fight ដូចគ្នាបងដែរ King Irish នៅតែបន្តព្យាយាមនឹងការបើក front line បើក map ឲ្យគ្នាមើលដូចគ្នាប៉ុន្តែអត់មានអាគេវាយ King Irish ដាច់នោះទេតឲ្យវាយដល់សាយចូលទៅវាយយកតាមដល់ជាមួយ King Irish 1ទៅ3គួយមួយទៅផ្ទះតពេលវេលាដូចគ្នាប៉ុន្តែ OP មកហើយអាចនឹង KO damage ដាច់ភ្លាមផ្ទះវាយដល់ស្លាកខបាត់ហើយជាមួយការ Sing KO damage បាញ់អត់ដល់នោះទេដៃខ្លីជើងខ្លីបាត់ហើយភ្លាមជាមួយនឹងវត្តមានរបស់ខាង Team Max ព្យាយាមនឹងការ split ពោនៅ mid lane យកបាយដែរអាឌីកូសាជាមួយនឹងវ៉ាដូបាយយកចាប់ជាប់បានហើយប៉ុន្តែមានការរង BDD ខាងក្រោយ OP off skill ហើយចង់ទៅណាលោតថែមបន្តទៀតចាប់ជាប់ជាមួយនឹង boxing ដូចគ្នាមកដែរអូខេអូមកក្រៅបាត់បង់ជាមួយនឹង OP ដូចគ្នាមកដែរអត់ទៅណាឆ្ងាយនោះទេជាមួយនឹង boxing ចង់ទៅណាស្លឹកសាច់មកចាក់ដាច់បានហើយដបខេពីសាស៊ូអត់ទៅណាឆ្ងាយនោះទេ knock up protection សាតូចុច purify counter មកវិញជាមួយនឹងការចាប់ Sing anime គ្រោះថ្នាក់សតឈាមដៃទៀត Oh my god អត់ទៅណាឆ្ងាយទេចង់ធ្វើការបុកជាបន្តជួយ thread mid lane ចូលចាក់ជាបន្តពីសាស៊ូចាក់អាទីចេញមកវិញដូចគ្នាមកដែរជាមួយនឹងការយកបាន thread ដកថយមកវិញអាយ៉ាធ្ងន់កោឲ្យពី CFU early game អាចលេងបានប៉ុន្តែមកដល់ late game វត្តមានរបស់ line ក៏ច្រើនក៏ដូចជាសាក់ស៊ូវិញក៏មានតម្លៃច្រើនដូចគ្នាក្នុងការ pick up ទៅលើ detective ក៏ងាយស្រួលផងដែរកន្លែងទៅមើល lot ការដូចគ្នាផងដែរតែប្រហែលអាចនឹងដាច់ដូចគ្នាព្រោះតែសមាជិករបស់ខាង team CFU គេ follow អត់មានអ្នកដឹងទេអត់មានអ្នកដឹងហ្វាឡតយក KO damage lot secure ពី CFU Gaming បាទមកធ្ងន់ក៏មិនបើយើងប្រៀបធៀបទៅកន្លែងជាមួយនឹងវត្តមានរបស់ Sing ដែល lock គេនៅចិត្តបែហ្នឹងហើយគាត់រំពឹងជាមួយនឹងការឈូសរបស់គាត់ហ្នឹងអាចដល់ប៉ុន្តែអ្វីដែលសំខាន់គឺឡាយគាត់រៀងបុក movement speed លឿនពេកបាទបាទចឹងហើយចាប់មួយមិញចាប់មួយ off purify តតមួយចូលដល់ហ្នឹងចូលដល់បាទចឹង 5k ជាងនៅសារតែ 2k 4តែប៉ុណ្ណោះប៉ុន្តែ lot ទី2នេះនៅតែជា lot របស់ខាង CSU Gaming ដដែលបាទអូយញ័រសាច់មិន lot នេះទៅពិបាកហ្នឹងហើយនៅបាទហើយណាមួយជាមួយនឹង Obsidian ក៏មានដើម្បីក្នុងការ clear lot ដែរមានហើយចាប់តាមហើយនេះព្រោះ max stack បាត់ហើយនេះបាទ max stack គឺ damage បន្ថែមមែនដែរច្រើនដែរអញ្ចឹងតែសម្រាប់ CSU ខ្ញុំគិតថាបើសិនជា pick up ទៅលើ King Airy បានល្អព្រោះថា King Airy បិទដៃ detective បាត់ហ្នឹងអត់ឲ្យចូលទៅវាយទេគេថាគេមាន purify ចោលយ៉ាចឹងបានថា
បើពី skill បាច់ អីយ៉ា final slap ពេលដូចគ្នាចាក់ចេញមកវិញដូចគ្នាឡតមានការបន្តការ clear ដូចគ្នាជាមួយការ OKO counter មកវិញជាមួយការ knock up ជាប់ 3 អត់តទៅណាឆ្ងាយបុកស៊ីពេលមានបញ្ហាប៉ុន្តែមានការ clear ឡតតពេលវេលាដូចគ្នាមកឡើងពី team ម៉ែចុះចាក់អទីពីសាសូបាត់បោជួយបាត់ដូរចូលមកជួយបន្តព្រីលៀនតពេលវេលាប៉ុន្តែអូពីអានមីក្រូអូចាយចង់ទៅណាស្រសាច់បាត់បង3ពី comeback ហើយ ចុចកប់មួយជាប់ដូចគ្នាប៉ុន្តែមិនដល់គ្នាបាត់បោកអត់វិញអូ my god បាត់បង4 3មីនៀនណា3មីនៀនណា សល់តែសិងទេគេអែនហើយគេអែនហើយ3ទៅគេអែនហើយ អូសិងទៅជាប់តើហើយសិងចង់ទៅណានេះអត់មានអីទៅយកមកជប់ទឹកពុជមកចាក់ម្ដាយដាច់បាត់បងជីវិតជាមួយសិងដូចគ្នា clear lane មានកាត់មានកាត់អែណាចេញអែណាកាត់បាត់ឌូកាត់ អីតន វ៉ាឌូដល់ឈប់ច្រាវ៉ាឌូដល់ឈប់ច្រា មកហើយនោះ ព្រោះ final ខាងស្លាមហ្នឹងខាងស្លាមដៃហ្នឹង ខាងហូនេះមានកាត់តបជាប់ទៀតវ៉ាឌូ sell the game ទីចេញធីវកាត់មិនតែព្រាមអូខេអូចាក់ចូលពងយកតែម្ដងបាត់បងជីវិតពីមកជួយវ៉ាឌូអូពីក៏មកដល់អូពីបាញ់ដល់ឬមិនដល់ខែលទីបេកបាញ់យកតែម្ដងជីវិតរូប៊ីទីព្រាមខាងក្នុងនេះដៃអូពីចាទីវាយដល់ចាទីចេញចូលចង់ទៅណាសិនសាច់ធួនដល់វាយទៀតតែមកខាវាយទៀតone sexual 2 team ម៉ែវ៉ាវអបអរសាទរជាមួយនឹង team Mac យកមួយបន្ទុំមុនបាត់ទៅហើយទៅលើ CMU Gaming oh my god show Mac Israel ចូលlênមកchơi lại thôi អូនិយាយបាទអូ បាទនិយាយទៅខ្ញុំនិយាយថាខាច់មួយហ្នឹងជាយុគខ្លាំងក្នុងការស្គាល់ប៉ុន្តែវាអំណោយផលទៅលើក្នុងការតុបតែងបាទព្រោះដោយសារតែបែបមួយនេះpassive goal ចាប់ពី8ទីទៅបានច្រើនបាទអញ្ចឹង goal ទៀតទទួលបានច្រើនហើយ early game គេកាត់ goal វិញអញ្ចឹង goal ឡើងឥឡូវអាទិសមួយកាលមកទៅជា110 120ដល់សល់90ហ្នឹងឡើងស្តប់មកបើមិនបានអាហ្នឹងបាទបើមិនបានអាច70ទេ lên goal កាលមុនគេហៅ lên ស្ថិឥឡូវរោកអញ្ចឹងបានជាហេតុដែលគេកាត់បន្ថយការ snowball ហើយគេចង់ពញាពេលនៅក្នុងការលេងឲ្យវាបានយូរជាងហ្នឹងកុំឲ្យមានហ្គេម9នាទីមាន8នាទី12អីចឹងទៅបាទអញ្ចឹងទៅយើងបានឃើញហើយមេតាមួយនេះគឺជាអំណោយផលទៅលើក្រុមដែលគាត់ប្រកែកទៅការ defend មែនតើប៉ុន្តែយើងបកទៅមើលតារាងមួយនេះគឺគាត់សឹងថា perfect game របស់គាត់ទៅហើយប៉ុន្តែដោយសារតែនៅពេលដែល game នឹងប្រឡងទៅ Uranus front line តឹងពេកហើយបើចង់បូក Uranus គេមាន Purify អាចនឹងចាយមួយ spell តែបើសិនយកពី skill យកទៅបូកគេមានកត cover តែបើសិនយើងបូក Uranus damage backline គេនឹងចេញមកដូចគ្នាអញ្ចឹងតែជាហេតុយើងឃើញថាយើងយល់ថា King Aris មិនគឺទៅដៃទៅលើ main damage របស់ខាង team TU Gaming មែនប៉ុន្តែដោយសារតែបើគាត់ព្យាយាមបូកទៅលើ King Aris គឺក៏អស់ពី skill សំខាន់ហ្នឹងអាហ្នឹងគឺអាចនឹងប្រមាថលេងដោយសារតែ damage backline គេនឹងមានឱកាសឈរវាយយើងទាំងស្រុងយកមកគេអត់ខ្លាចយើងយ៉ាងដូចគ្នាហើយណាមួយតែយើងបូកវាយើងមិនប្រើតែ skill ពី stand ហ្នឹងទេគឺយើងត្រូវឲ្យទាំងអស់ពីរហ្នឹង chaos damage ទៅទៀតអញ្ចឹង Lunox គឺមានតែ chaos ហ្នឹងឯងតែឈឺ order ក៏បានបើកឡើងឈាមរត់មកវិញដូចគ្នាបានដែរអញ្ចឹងតែជាហេតុដែលគាត់ពិបាកសម្រេចចិត្តមែនដែរហើយណាមួយគាត់ការប្រឡងgame មួយហ្នឹងបានយូរពីខាង Team Mac ការ secure goal របស់គាត់ក៏បានល្អហើយវាអំណោយផលពី hack ហ្នឹងនៅពេលដែលចាប់ពី8ទីទៅ goal passive របស់គាត់ income ពី6ទៅ8 goal ហ្នឹងគឺគាត់ឡើង item បានច្រើនសំតែគាត់អាចផ្ទះបាន